ហេតុអីបានយើងត្រូវប្រៀបធៀបប្រទេសយើងទៅជាមួយនឹងប្រទេសជឿនលឿនចុះមិនក៏យើងមិនប្រៀបធៀបប្រទេសយើងហ្នឹងទៅជាមួយនឹងប្រទេសកូរ៉េខាងជើងទៅមិនក៏មិនប្រៀបធៀបកសិកម្មហ្នឹងទៅប្រទេសភូមាទៅក្នុងនាមយើងជាពលរដ្ឋយើងឈ្មោះទៅរកភាពអភិវឌ្ឍប្រទេសជាតិធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនរុងរឿងដូច្នេះយើងត្រូវតែប្រៀបធៀបប្រទេសយើងទៅជាមួយនឹងប្រទេសជឿនលឿនប្រទេសរុងរឿងតើឡាយើងមើលទៅប្រទេសជឿនលឿនប្រទេសរុងរឿងទៅយើងអាចបោះជំហានទៅរកភាពជឿនលឿនរុងរឿងបានបើយើងប្រៀបធៀបប្រទេសយើងទៅប្រទេសកូរ៉េខាងជើងពលរដ្ឋគេរស់តែបាយស៊ីមិនបានកូរ៉េខាងជើងគេមិនហៅថាពលរដ្ឋទេគេហៅថាទេសភាពណាវាស្ថិតនៅក្នុងសម័យទេសភាពព្រោះពលរដ្ឋទាំងអស់ខ្លាយទៅជាទេសកររបស់មេដឹកនាំហើយអញ្ចឹងមានហេតុផលអីដែលយើងទៅប្រៀបធៀបជាមួយនឹងប្រទេសដែលយកពលរដ្ឋខ្លួនឯងធ្វើជាទេសករប្រៀបដូចជាសត្វធៀបណោះយើងអត់ទៅប្រៀបធៀបទេគឺយើងត្រូវតែប្រៀបធៀបជាមួយនឹងប្រទេសជឿនលឿនព្រោះគោលដៅរបស់យើងគឺឆ្ពោះទៅរកភាពរីកចម្រើនយើងមិនមែនឆ្ពោះទៅរកភាពអន់ថយទេណា